กองทัพกัมพูชีនឹងចិននឹងចាប់ផ្ដើមធ្វើសម្ពយុទ្ធនាមាស2025ពីថ្ងៃទី14ដល់ថ្ងៃទី28ខែឧសភាខាងមុខនេះកងយុទ្ធពលខេមរៈភូមិន្ទនិងកងទ័ពរំដោះប្រជាជនចិននឹងចាប់ផ្ដើមធ្វើសម្ពយុទ្ធរួមគ្នាមិត្តភាពកម្ពុជាចិននាមាស2025ចាប់ពីថ្ងៃទី14ដល់ទី28ខែឧសភាឆ្នាំ2025ខាងមុខនេះក្រុមប្រធានបទប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នានិងការសង្គ្រោះមនុស្សធម៌នេះបើតាមការបញ្ជាឲ្យដឹងរបស់លោកឈុំសុជាតិអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានៅរសៀលថ្ងៃប្រហ័សនេះសម្ពយុទ្ធនេះធ្វើឡើងក្នុងគោលបំណងផ្លាស់ប្ដូរបទពិសោធន៍ការពង្រឹងទស្សនៈសន្តិសុខដែលមានលក្ខណៈរួមគ្នានិងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្ដែងរវាងកងទ័ពប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្មរួមចំណែកដល់ការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដែលប្រទេសទាំងពីរបានឯកភាពគ្នាការកសាងសមាគមវាសនារួមកម្ពុជាចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីសម្ពយុទ្ធនាមាសឆ្នាំ2025នេះត្រូវចែកចេញជាពីរផ្នែកដោយទី1សម្ពយុទ្ធលើគោកនិងអាកាសនៅមជ្ឈមណ្ឌលវឹកវើនកងរាជអាវុធហត្ថភ្នំជំសែនរីករាយខេត្តកំពង់ឆ្នាំងនិងទី2សម្ពយុទ្ធសមុទ្រនិងអាកាសនៅលើផ្ទៃសមុទ្រនិងដែនអាកាសកម្ពុជាក្នុងតំបន់ខេត្តព្រះសីហនុដោយមានកម្លាំងទ័ពកម្ពុជាចិនសរុបជាង 2000 នាក់ចូលរួមព្រមទាំងមានការប្រើប្រាស់សពាវុធគ្រឿងបំពាក់កាន់តែទំនើបក្នុងនោះក៏មានការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ដែលជាការឆ្លើយតបទៅនឹងការធ្វើទំនើបកម្មរបស់កងយោធពលខេមរៈភូមិន្ទនៃប្រជាណាចក្រកម្ពុជាស្របតាមស្ថានភាពវិវត្តនាពេលបច្ចុប្បន្នសម្ពយុទ្ធនាមាសឆ្នាំ2025គឺជាការឆ្លុះបញ្ចាំងអំពីផ្លែផ្កានៃមិត្តភាពជាប្រពៃណីរវាងកម្ពុជានិងចិនដែលថ្នាក់ដឹកនាំប្រទេសទាំងពីរជាពិសេសក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមស៊ីជីនពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនកាលពីខែមេសាកន្លងទៅបានជំរុញកាន់តែខ្លាំងក្លានៅការកសាងសមាគមវាសនារួមកម្ពុជាចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីសម្ពយុទ្ធរវាងកងទ័ពកម្ពុជាចិននេះក៏ដូចជាសម្ពយុទ្ធកន្លងមកគឺធ្វើឡើងដើម្បីដកបទពិសោធន៍ពីគ្នាទៅវិញទៅមកពង្រឹងសន្តិសុខទប់ស្កាត់អំពើភេរវកម្មហើយមិនមានបំណងគំរាមកំហែងឬធ្វើឲ្យប៉ះពាល់ដល់ប្រទេសណាមួយឡើយ